ចាជំរាបសួរលោកគ្រូឥឡូវនេះខ្ញុំនឹងធ្វើវីដេអូបន្តគឺតាក់ទងនឹង cryptography ទៅដែរតែតាក់ទងនឹង remote application RSYNC អញ្ចឹងជាដំបូងគឺខ្ញុំត្រូវតែបង្កើត folder មួយសម្រាប់ទុក backup និង SSH key អញ្ចឹងខ្ញុំប្រើ command មួយនេះ sudo /r ហើយនឹងខ្ញុំប្រើនៅលើ user ហើយនឹង home server server data ដល់ data អញ្ចឹងខ្ញុំបង្កើតខ្ញុំប្រើ command នេះវិញដោយសារបង្កើត command ខាងលើអត់ដែរអញ្ចឹងខ្ញុំប្រើ sudo mkd.p/home/user/server.data/ssh ចាអញ្ចឹងបន្ទាប់ពីយើងបង្កើត file ខាងលើនេះហើយយើងក៏ត្រូវចូលទៅបង្កើតចឹងយើងប្រើ command នេះសម្រាប់បង្កើត log យើងសម្រាប់បង្កើតlog file និងបន្តមកទៀតយើងឲ្យផ្ដល់សិទ្ធឲ្យ user data នឹងអាចសរសេរ log បានដោយមិនអនុញ្ញាតឲ្យ permission នឹងធ្វើការ deny ចឹងបន្ទាប់មកទៀតចាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការផ្លាស់ប្ដូរសិទ្ធ user វិញតបមកខ្ញុំប្រើ command ហ្នឹងគឺវាដើរធម្មតាវិញហើយចាអញ្ចឹងបន្ទាប់មកទៀតគឺយើងធ្វើការដាក់ permission ឲ្យទី1នេះគឺខ្ញុំប្រើ command នេះគឺដាក់ permission ឲ្យ ASH គឺ ch700 home/user/user data server.data sl គឺខ្ញុំដាក់ permission លើASL បន្តមកទៀតខ្ញុំដាក់ permission ទៅលើ SC1 key ហើយ command ទី3នេះគឺខ្ញុំដាក់ permission ទៅលើ user នេះគឺ user data នេះចាអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការបង្កើត user អញ្ចឹងខ្ញុំ add user នេះគឺខ្ញុំ add user server 1 server 2 និង server 3 ឥឡូវខ្ញុំ add user server 1 តមកទៀតខ្ញុំធ្វើការបង្កើតទៅ user 2តមកទៀតខ្ញុំបង្កើត server 3ចឹងឥឡូវខ្ញុំបង្កើតបាន3 user ហើយអញ្ចឹងគោលបំណងក្នុងការបង្កើត user នេះគឺចាអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការបង្កើតfolder មួយ folder data មួយសម្រាប់ user នីមួយចាអញ្ចឹងខ្ញុំប្រើ command នេះដើម្បីបង្កើត folder data មួយសម្រាប់ data នីមួយសម្រាប់ user នីមួយសម្រាប់ធ្វើជាប្រភពទិន្នន័យរបស់ resource source directory របស់ user អញ្ចឹងខ្ញុំប្រើ command នេះសម្រាប់បង្កើតអញ្ចឹងបន្តមកទៀតគឺខ្ញុំប្រើ command នេះមួយសម្រាប់បង្កើត ASH folder ចេញពី key
ទៅកាន់ទៅឲ្យ user ទាំង3គឺ user 1 user 2 និង user server 3នេះហើយ comment ទី2នេះគឺខ្ញុំប្រើសម្រាប់ភ្ជាប់ទៅកាន់លក្ខណៈភ្ជាប់ទៅកាន់ public key ដែលយើងអាចចូលប្រើទៅកាន់ server នេះដោយមិនបាច់ប្រើ password គឺយើងចូលទៅដោយ automatic ចាអញ្ចឹងបន្ទាប់ពីខ្ញុំចូលដល់កន្លែងហ្នឹងហើយខ្ញុំត្រូវតែបើក GitHub មួយទៀតហើយបន្ទាប់មកអានេះខ្ញុំ log in GitHub ហើយបន្ទាប់មកទៀតខ្ញុំវាយ comment នេះចូលមួយសម្រាប់បង្កើត pub បន្ទាប់មកខ្ញុំបាននេះហើយខ្ញុំ copy វាយកទៅដាក់កន្លែងនេះវិញអញ្ចឹងខ្ញុំបានហើយខ្ញុំធ្វើការ save វាថាបន្ទាប់មកអញ្ចឹងឥឡូវខ្ញុំធ្វើរួចហើយអញ្ចឹងដើម្បីខ្ញុំចង់ដឹងថាតើវានៅជាប់អត់ដោយសារខ្ញុំចុច control អក្សរ O control O enter អញ្ចឹងឥឡូវខ្ញុំធ្វើការចូលមើលអញ្ចឹងវាជាប់ហើយអញ្ចឹងខ្ញុំ control X back មកវិញចាអញ្ចឹងខ្ញុំប្រើ comment មួយនេះសម្រាប់ចម្លង key ពី server 1ទៅ server 2ហើយcomment មួយនេះសម្រាប់ចម្លង key ពី server 1ទៅ server 3អញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការកំណត់សិទ្ធិនិង ownership ឲ្យបានត្រឹមត្រូវអញ្ចឹងខ្ញុំប្រើ comment មួយនេះខ្ញុំដាក់សិទ្ធិឲ្យវា 700 មានន័យថា full control អញ្ចឹងខ្ញុំដាក់សិទ្ធិ 700 នេះទៅលើ full control ទៅលើ ASA ទាំងអស់ហើយខ្ញុំដាក់សិទ្ធិ 600 នេះគឺទៅលើ Osrai key ទាំងអស់ចាអញ្ចឹងឥឡូវនេះខ្ញុំធ្វើការកំណត់សិទ្ធិទៅឲ្យ server ទាំង3ហ្នឹងគឺកំណត់ ownership តបមកខ្ញុំដូរ server 2 server 2 server 2មកដល់ server 3 server ចាអញ្ចឹងឥឡូវខ្ញុំបាន copy ចាអញ្ចឹងអានេះខ្ញុំបាន copy code ដែលលោកគ្រូទម្លាក់ឲ្យនៅក្នុង Telegram ចូលហើយបន្ទាប់មកខ្ញុំ control O enter ចាអញ្ចឹងឲ្យខ្ញុំប្រើ comment នេះដើម្បីចូលទៅកាន់កន្លែងវិញសម្រាប់ pass code អញ្ចឹងនេះ code នេះគឺខ្ញុំបាន save ហើយអស់ហើយតោះមកខ្ញុំចាក់ចេញពីវាវិញចាអញ្ចឹងខ្ញុំប្រើ comment នេះសម្រាប់បំលែង script file ឲ្យទៅជា executable program ដើម្បី system ឬcrop ហ្នឹងអាចរត់បានចាអញ្ចឹងខ្ញុំប្រើ comment មួយនេះសម្រាប់បង្កើត test file និង test file ដំបូងនៅលើ remote server ទាំង3របស់ខ្ញុំអញ្ចឹងឥឡូវនេះខ្ញុំវាយ test file បង្កើត test file នេះមួយសម្រាប់ server ទី1ហើយបន្ទាប់មកប្រើនេះសម្រាប់ server ទី2ខ្ញុំសុំដូរ IP សិន
anh ấy tại file xem là server tí bay chàng trong bài tập má dòng phở comment home /user/data osync.backup.sh នេះគឺក្នុងការធ្វើការ run backup script ដោយផ្ទាល់ដើម្បីផ្ទៀងផ្ទាត់ថាតើ osync និង ash key ដំណើរការរលូនឬក៏អត់នឹងដាក់automationចានេះតកតងនឹងនៅពេលដែរចឹងនេះនៅពេលដែលបន្តមកយើងធ្វើការផ្ទៀងផ្ទាត់យើងប្រើ comment នេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់អញ្ចឹងនៅពេលផ្ទៀងផ្ទាត់នេះយើងអាចឃើញថា server 1មាន source នេះមកហើយនេះតកតងនឹង start នៅថ្ងៃទីម៉ានម៉ោងម៉ានអីមានពេលវេលាទាំងអស់បន្ទាប់មកវាមាន exit code វាមាន finish at អីផ្សេងវាមានកន្លែង start កន្លែង កន្លែង finish នេះយើងអាចផ្ទៀងបាននៅលើ server 2 server 3នេះយើងអាចមើលយើងអាចធ្វើការផ្ទៀងផ្ទាត់គ្នាបានចាអញ្ចឹងបន្ទាប់ពីយើងបានមើល check មើលផ្ទៀងផ្ទាត់អីហើយយើងប្រើ command ls នេះមួយទៀតសម្រាប់ក្នុងការបង្ហាញ log report ដែលជោគជ័យនិងផ្ទៀងផ្ទាត់មើលវត្តមានមើល file ដែលបាន backup អញ្ចឹងនេះនៅពេលដែលខ្ញុំ login ចូលទៅក្នុង server 1របស់យើងគឺយើងមាន permission នេះយើងមាន permission អញ្ចឹងចូលដល់ជំហានចុងក្រោយនេះគឺតាក់ទងនឹងការតឡើង automatic ជាមួយនឹង crop tab អញ្ចឹងគឺយើងប្រើ command crop tab.e អញ្ចឹងបន្ទាប់មកខ្ញុំជ្រើសរើសយកលេខ1ហើយអញ្ចឹងបន្ទាប់ពីខ្ញុំចូលក្នុងនឹងហើយគឺខ្ញុំ copy ខ្ញុំ paste comment មួយនេះចូលដើម្បីធ្វើសម្រាប់នេះ1នាទី Control O Enter តបមក X អញ្ចឹងឥឡូវនេះយើងនឹងធ្វើគេហៅយើងតេស្តជាមួយនឹងធ្វើការreal time login រងចាំ1នាទីអញ្ចឹងឥឡូវនេះយើងឃើញថានៅលើនេះម៉ោង23:29នាទីអញ្ចឹងយើងរងចាំ1នាទីវានឹងធ្វើការ load ចឹងយើងធ្វើការរងចាំវាហើយគ្រប់1នាទីវានឹងធ្វើការ load process backup មក
ចាអញ្ចឹងឥឡូវយើងរងចាំមើលឥឡូវនេះវាឃើញយើងឃើញថាវា finish មើលម៉ោង23 និង 29:50 អញ្ចឹងឥឡូវយើងរងចាំ1នាទីតើនៅពេលដែលយើងរងចាំ1នាទីហ្នឹងតើយើងមើលរងចាំមើលថាតើ process ហ្នឹងវានឹងធ្វើការ back up ដល់វានឹងធ្វើការ load back up អញ្ចឹងយើងរងចាំវាសិន